ក្រោយម្ចាស់ផែនទីបារាំងសៀមអំពីវនីវតែថៃសល់អ្វីដើម្បីប្រកែកនឹងប្រវត្តិសាស្ត្រសម្រាប់មាតុភូមិនិងប្រជាជនកម្ពុជាទោះក្នុងតម្លៃណាឬក៏កលៈទេសៈណាក៏ដោយក៏មិនដែលភ្លេចនៅគុណូបការៈរបស់រដ្ឋាភិបាលនិងប្រជាជនបារាំងនោះទេទាំងអតីតកាលបច្ចុប្បន្នក៏ដូចជាអនាគតដែលជួយកម្ពុជាទោះបីបារាំងធ្លាប់បានដាក់អាណានិគមលើប្រទេសមួយនេះជិត100ឆ្នាំក៏ដោយក្តីក្រោយការចាក់ចេញដោយព្រមប្រគល់ឯករាជ្យឲ្យកម្ពុជានាថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953បារាំងក៏បានបន្សល់ទុកនៅប្រព័ន្ធគ្រប់គ្រងរដ្ឋដែលសម័យសង្គមរាស្ត្រនិយមយកមកអនុវត្តមួយផ្នែកធំក្រោមការដឹកនាំរបស់ព្រះករុណាព្រះបរមរតនកោដ្ឋនរោត្តមសីហនុធ្វើឲ្យប្រទេសមានការរីកចម្រើនលេចធ្លោគួរឲ្យកត់សម្គាល់នៅក្នុងអាស៊ីអាគ្នេយ៍ភ្ជាប់ជាមួយនឹងទង្វើដ៏ល្អរបស់បារាំងនេះសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាកាលនៅជានាយករដ្ឋមន្ត្រីសម្ដេចធ្លាប់មានប្រសាសន៍សម្ដែងការអរគុណនិងមិនគួរឲ្យព្រួយបារម្ភថាបញ្ហាព្រំដែនខាងលិចយើងសូមអរគុណបារាំងដែលបានបន្សល់ទុកឲ្យយើងនៅសន្ធិសញ្ញាអនុសញ្ញាព្រំដែនបារាំងសៀមឆ្នាំ1904ឆ្នាំ1907ដែលជាសក្ខីកម្មនេះធ្វើឲ្យយើងមិនពិបាករឿងបូរណភាពទឹកដីខាងលិចឡើយជាការពិតណាស់បារាំងមិនត្រឹមតែបន្សល់ឲ្យកម្ពុជានៅសន្ធិសញ្ញាអនុសញ្ញាបារាំងសៀមឆ្នាំ1904ឆ្នាំ1907និងបានបោះជាផែនទីនាឆ្នាំ1908ដែលជាផែនទីនេះបានតម្កល់នៅ UN ប៉ុណ្ណោះទេសូម្បីតែព្រះរាជាណាចក្រកម្ពុជាទី2បច្ចុប្បន្ននេះក៏ជាគុណូបការៈរបស់បារាំងដែលព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចព្រមព្រៀងសន្តិភាពនៅកម្ពុជានៅថ្ងៃទី23ខែតុលាឆ្នាំ1991នេះផងដែរបន្ថែមលើពីនេះរឿងដែលបារាំងជួយរកយុត្តិធម៌ឲ្យប្រជាជនកម្ពុជានិងកំពុងធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនោះគឺសម័យប្រជុំប្រចាំឆ្នាំលើកទី51នៃសភាប្រើប្រាស់ភាសាបារាំងដែលហៅកាត់ថា ASP ដែលមានសមាជិកមកពី99ប្រទេសនៅក្នុងនោះទ្វីបទាំង5ប្រព្រឹត្តទៅនៅឯទីក្រុងយ៉ាអូនដេក្នុងប្រទេសកាមេរុនបានអនុម័តកាលពីថ្ងៃទី11ខែកក្កដាឆ្នាំ2026នៅសេចក្តីសម្រេចចិត្តដែលបានបញ្ជាក់ឡើងវិញនៅការគាំទ្រយ៉ាងរឹងមាំឥតងាករេចំពោះអធិបតេយ្យភាពនិងទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី13ខែកក្កដាឆ្នាំ2026សេចក្តីសម្រេចក៏បានអំពាវនាវដាច់ខាតទាមទារឲ្យទាហានថៃដកចេញឲ្យអស់ពីតំបន់ជម្លោះវិលរកការគោរពនៅបទជបាញ់ដោយប្រើប្រាស់នៅយន្តការទ្វេភាគីស្របទៅតាមច្បាប់អន្តរជាតិនិងគណៈកម្មការព្រំដែនដែលមានស្រាប់ដើម្បីបន្តនីតិវិធីក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជាឲ្យកាន់តែបាននៅក្នុងន័យនេះមានសំណួរចោទសួរថាតើការអំពាវនាវនេះអាចធ្វើឲ្យថៃគោរពនិងអនុវត្តតាមដែរឬក៏យ៉ាងណាហើយតើឥទ្ធិពលនៃការសម្រេចចិត្តនេះវាមានទំហំប៉ុណ្ណាលើឆាកអន្តរជាតិចំពោះប្រទេសថៃចម្លើយជាក់លាក់នោះគឺពេលវេលានិងបញ្ជាក់ការពិតប៉ុន្តែទោះបីជាយ៉ាងណាក្តីសេចក្តីអំពាវនាវនេះវាបានផ្ដល់ឲ្យនៅយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជាក៏ដូចជាការប្រកាសទទួលស្គាល់ថាថៃបានប្រើប្រាស់កម្លាំងយោធាឈ្លានពានទឹកដីកម្ពុជាទាំងកំរោលនិងបន្សល់ទុកនៅទុកសោកវេទនាដល់ពលរដ្ឋជាជនភៀសឹករាប់ទាំងកុមារនេះមិននិយាយដល់ការដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិវត្តអារាមនិងប្រាសាទនានាដែលជាបេតិកភណ្ឌរបស់មនុស្សជាតិទៀតផងពាក់ព័ន្ធនឹងបារាំងដែលធ្លាប់ជាអាណាព្យាបាលកម្ពុជានេះដែរលោកនីកូឡាហ្វូរីសេរដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអប់រំនិងការបរទេសបារាំងទទួលបន្ទុកពាណិជ្ជកម្មនិងការបរទេសបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៃរាជធានីភ្នំពេញកាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2026នេះយ៉ាងដូចនេះថាប្រទេសបារាំងនឹងគ្រប់គ្រងនៃកិច្ចព្រមព្រៀងបទជបាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ចុងក្រោយនេះហើយយើងគ្រប់គ្រងដំណោះស្រាយមួយបែបសន្តិភាពហើយយើងនឹងមានឯកសារបណ្ណាសារដែលយើងត្រៀមដាក់ជូនទៅកាន់ប្រទេសទាំងពីរតាក់ទងទៅនឹងគំនូសព្រំដែនហើយប្រទេសបារាំងបដិញ្ញាចិត្តនៅទីនេះដើម្បីជួយប្រទេសទាំងពីរក្នុងការដោះស្រាយជម្លោះតាមបែបសន្តិភាពនិងតាមបែបយោគយល់គ្នាប៉ុន្តែបារាំងមិនលូកដៃចូលក្នុងជម្លោះទេតែយើងបើកទូលាយដើម្បីជួយគ្រប់គ្រងវាច្បាស់ណាស់ថាពេលនេះគឺមិនដូចពេលមុនទេខណៈដែលពិភពលោកទទួលស្គាល់នៅការពិតអំពីការឈ្លានពានទាំងកំរោលរបស់ថៃមកលើកម្ពុជាជាពិសេសការអំពាវនាវរបស់សភាប្រើប្រាស់ភាសាបារាំង ASP ក៏ដូចជារាជរដ្ឋាភិបាលបារាំងដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះតំណាងកម្ពុជានិងជាអ្នកគូសផែនទីហើយក៏ជាអ្នកចុះកិច្ចព្រមព្រៀងព្រំដែនខ្មែរបារាំងសៀមឆ្នាំ1904ឆ្នាំ1907នោះសំណួរសួរថាតើថៃមានអ្វីមកអះអាងប្រកែកចំពោះការពិតក្នុងប្រវត្តិសាស្ត្រនេះហើយថាតើសកម្មភាពដ៏កក្លិនក្នុងរយៈពេលជាង7ខែក្រោយបទជបាញ់ដែលទាហានថៃប្រើនៅគ្រឿងចាក់ឈូសឆាយចូលដីរបស់ខ្មែរដោយមិនញញើតនិងច្បាប់អន្តរជាតិបែបនេះប្រហែលជាថៃគិតថា UN ស្លាប់បាត់ទៅហើយឬបើសិនជាថៃគិតតែប្រមាថបែបនេះវាពិតជាប្រកាសណាស់ថា
រដ្ឋាភិបាលអាណូទីនមួយនេះនឹងទទួលនៅសំណើចចំអកពីប្រជាជនបញ្ញវន្តក៏ដូចជាអ្នកនយោបាយថៃដែលប្រកាន់យកនៅសច្ចភាពប្រវត្តិសាស្ត្រហើយថ្ងៃនឹងចាញ់កម្ពុជាជាលើកទី3អំពីព្រំដែននេះជាក់ជាមិនខានប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជាក៏ល្មមភ្ញាក់ខ្លួនទៅថៃមិនដែលចាត់ទុកយើងមានឋានៈស្មើនោះទេដូច្នេះយើងត្រូវតែប្រឹងប្រែងបង្កើននូវសមត្ថភាពដើម្បីការពារទឹកដីរបស់យើងឲ្យបានគង់វង្សកម្ពុជាមានឯកសារប្រវត្តិសាស្ត្រគ្រប់គ្រាន់ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិផែនទីនេះផ្អែកលើផែនទីអន្តរជាតិដែលមានបន្ទាត់ព្រំដែនពណ៌ក្រហមខណ្ឌចែករវាងកម្ពុជានិងថៃហើយប្រាសាទតាម៉ុនតូចនិងប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីស្ថិតនៅក្នុងទឹកដីកម្ពុជាហើយផែនទីពណ៌លឿងនេះគឺជាប្លង់ទីតាំងបង្គោលទី23ដែលផលិតដោយក្រុមបច្ចេកទេសចម្រុះនៃគណៈកម្មាធិការកំណត់ព្រំដែនរវាងអនុចិននិងសៀមបញ្ជាក់យ៉ាងច្បាស់ជាទីតាំងឋានដេខាប្រាសាទតាម៉ុនតូចនិងប្រាសាទតាម៉ុនធំស្ថិតនៅក្នុងទឹកដីកម្ពុជាប្រៀបធៀបទៅនឹងខ្សែបន្ទាត់ព្រំដែន Nous avons basé sur les documents juridiques suivants. C'est-à-dire tout d'abord, si on voit la carte យើងពឹងផ្អែកទៅលើឯកសារគតិយុត្តដូចតទៅជាដំបូងសូមពិនិត្យផែនទីនេះដែលផ្អែកលើផែនទីអន្តរជាតិ